សួស្តីទាំងអស់គ្នាឥឡូវយើងបន្តដោះស្រាយលំហាត់នៅក្នុងចម្ពោះទី2ដដែលក្នុង problem 2.4 ដែលគេសួរថា the vertical force F acts downward at A on the two member frame. Determine the magnitude of the two components of F direct along the axis AB and AC. Set F ស្មើ500 Newton នៅក្នុងលំហាត់នេះគេបានឲ្យនៅកម្លាំង F មានទិសដៅធ្លាក់ចុះត្រង់ចំណុច A ហើយនៅវាប្រសពនឹង two member frame 2ដែលframe AB និង AC ហើយគេឲ្យតម្លៃ F នោះស្មើនឹង500 Newton F នេះស្មើនឹង500 Newton F នេះស្មើនឹង500 Newton អញ្ចឹងមានន័យថាវាគឺជាកម្លាំងផ្គប់ដែលសារវាdownward ទៅត្រង់ A ហើយជាកម្លាំងផ្គប់រវាង2 member frame អញ្ចឹងវាជាកម្លាំងផ្គប់អញ្ចឹងគេចង់ឲ្យយើងរកនៅកម្លាំងរបស់ member AB និង AC អញ្ចឹងយើងមុនដំបូងយើងត្រូវ apply ទៅលើ parallelogram law ហើយ parallelogram law យើងត្រូវគូ diagram ជាមុនហើយយើងរក internal angle របស់វាអញ្ចឹងយើង apply parallelogram law ទាំងអស់គ្នានេះគឺជាកម្លាំង F ហើយនេះជា member AC យើងប្រយោលទៀតបាន member AB ហើយកម្លាំង F គឺជាកម្លាំងផ្គប់អញ្ចឹងយើងអាចចំណាលបាននេះគឺជា FAB នេះ FAC ហើយយើងអាចរកមុំវាបានមុំនេះស្មើនឹង45ដឺក្រេអញ្ចឹងមុំនេះក៏ស្មើនឹង45ដឺក្រេដែរដោយសារជាមុំត្រូវគ្នា45ដឺក្រេហើយមុំនេះស្មើនឹង30ដឺក្រេស្មើនឹងមុំនេះដែរដោយសារវាជាមុំឆ្លាស់មុំនេះក៏30ដឺក្រេដោយសារមុំនេះជាមុំកែងអញ្ចឹងវាមុំនេះបាន30ដឺក្រេគាត់ណាមុំនេះស្មើនឹង90ដក30ស្មើនឹង60ដឺក្រេហើយមុំនេះឆ្លាស់មុំនេះឆ្លាស់នឹងមុំនេះស្មើនឹង60ដឺក្រេដែរហើយមុំនេះឆ្លាស់នឹងមុំនេះស្មើនឹង45ដឺក្រេហើយដោយសារតែជាត្រីកោណអញ្ចឹងត្រីកោណមុំសរុបទាំងអស់របស់វាស្មើនឹង180ដកនឹងមុំទី1ទី2យើងនឹងឃើញមុំទី3នេះយើងដក45ដក60ប្រកបណាស្មើនឹង75ដឺក្រេអញ្ចឹងយើងអាចរក FAB បានហើយនឹង FAC ក៏បានដែរហើយយើង apply ទៅលើ sin law អញ្ចឹង FAB មុំទល់នឹង FAB គឺ60ដឺក្រេអញ្ចឹងនៅលើ sin 60ដឺក្រេហើយដោយសារយើងដឹងកម្លាំង F ស្មើនឹង500ដែលយើងគេបាន set ស្មើនឹង500 Newton អញ្ចឹងមុំទល់នឹង500 Newton ស្មើនឹង75ដឺក្រេអញ្ចឹង500លើ sin 75ដឺក្រេអញ្ចឹង FAB ស្មើនឹង500គុណនឹង sin 60ចែកនឹង sin នៃ75ដឺក្រេយើងគណនាមកនឹងឃើញតម្លៃ448 Newton ឥឡូវយើងរក FAC នេះ FAC នេះក៏ស្មើនឹងមុំF កម្លាំងនេះដែរកម្លាំងនេះនិងកម្លាំងនេះស្មើគ្នាអញ្ចឹងយើង apply ទៅលើ sin law ដូចគ្នាជាង FAB
FRC ទល់មុខនឹងមុំនឹងគឺ45ដឺក្រេអញ្ចឹង FRC នៅលើ45ដឺក្រេស្មើនឹងកម្លាំងនេះស្មើនឹង500នៅលើស៊ីន75ដឺក្រេ500នៅលើស៊ីន75ដឺក្រេជាង FRC ស្មើនឹង500គុណនឹងស៊ីន45ដឺក្រេចែកនឹងស៊ីននៃ75ដឺក្រេយើងកណនាបាន FRC ស្មើនឹង366ញូតុនជាងក្នុងលំហាត់នេះបានដោះស្រាយនៅ member កម្លាំង FRB និង FRC ដោយ FRB ស្មើនឹង448ញូតុននិង FRC ស្មើនឹង366ញូតុន